អុកញ៉ាជាច្រើនរូបរួមដំណើរជាមួយអុកញ៉ាហុងឆេងឈុនចុះបេសកកម្មពិសេសតាក់មួយអ្នកវិនិយោគទុនដល់ប្រទេសជប៉ុនរយៈពេល5ថ្ងៃស្រាលស្រទន់ជួបជុំបានយូរអុកញ៉ាហុងឆេងឈុនប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍរួមទាំងអុកញ៉ាដែលសុទ្ធតែជាម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មនិងសហគ្រាសធំៗនៅកម្ពុជារួមទាំងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនអ្នកបានរួមដំណើរជាមួយគ្នាចុះបំពេញបេសកកម្មពិសេសរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី29ខែមិថុនាដល់ថ្ងៃទី20ខែកក្កដានៅប្រទេសជប៉ុនដើម្បីចូលរួមពង្រីកបណ្ដាញអ្នកវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាបេសកកម្មធុរកិច្ចរយៈពេល5ថ្ងៃទៅកាន់ប្រទេសជប៉ុនរៀបចំនិងដឹកនាំដោយសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍអុកញ៉ាហុងឆេងឈុនរួមមានអាយដាមកងសុវណ្ណរោអភិបាលរងខេត្តកំពង់ស្ពឺអាយដាមឡាវទឹកច័ន្ទសុភ័ក្រទីប្រឹក្សាក្រុមអភិវឌ្ឍកម្ពុជាអុកញ៉ាសួរសុខថេងនាយកប្រតិបត្តិ The Parkway អុកញ៉ាលុនលៀងហុងនាយកប្រតិបត្តិ Lon City Group លោកអឹងឈីវឈុននាយកប្រតិបត្តិទឹកបរិសុទ្ធ Provida អុកញ៉ាហួតលីមីងនិងអគ្គនាយកក្រុមហ៊ុនប្រមាណ20ក្រុមហ៊ុនក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីអាយដាមទុយរីឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបេសកកម្មថ្ងៃដំបូងអុកញ៉ាហុងឆេងឈុនក៏បានដឹកនាំប្រតិភូសមាគមជួបទស្សនកិច្ចការងារក្នុងរោងចក្រ Biomass Power Generation ដែលជារោងចក្រផលិតថាមពលអគ្គិសនីពីបន្ទះឈើដ៏ធំនៅក្នុងខេត្តអ៊ីប៉ារ៉ាគីប្រទេសជប៉ុននិង Solar Power Generation ជាកសិដ្ឋានសូឡាដែលផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់នៅក្នុងតំបន់បន្ទាប់ពីនោះប្រតិភូក៏បានចូលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយអាយដាម Takahiro Yamaguchi ចាស់វ៉ាងក្រុងអាត់ស៊ូជីដើម្បីសិក្សាលើការទាក់ទាញវិនិយោគនិងផ្ដល់ទំនុកចិត្តក្នុងការសហការគ្នារវាងធុរជននៅទីក្រុងអាត់ស៊ូជីនិងសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍទៅថ្ងៃខាងមុខនៅថ្ងៃទី1ខែកក្កដាឆ្នាំ2024នោះដែរក្រុមការងារបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍនិងក្រុមហ៊ុន Kojima Holding Group ដឹកនាំដោយលោក Kojima Masanobu ប្រធានក្រុមហ៊ុន Kojima និងជាប្រធានសមាគមវិនិយោគក្នុងខេត្ត Kanagawa នៅប្រទេសជប៉ុននៅសន្តាគារ Atsushi Urban Hotel ទីក្រុង Atsugi គោលបំណងនៃការចុះ MOU គឺដើម្បីរឹតចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធនិងរួមសហការគ្នាក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មទេសចរណ៍និងការវិនិយោគតាមរយៈវិស័យឯកជនរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែមានការរីកចម្រើនប្រសើរឡើងថែមទៀតដឹកនាំប្រតិភូសមាគមចូលរួមជាមួយក្រុមហ៊ុន Sora Mitsu ដែលជាក្រុមហ៊ុន Design ទៅលើ Blockchain ពាក់ព័ន្ធនឹងសុវត្ថិភាពក្នុងការផ្ទេរប្រាក់សម្រាប់ប្រព័ន្ធធនាគារនិងក្រុមហ៊ុន Vivid ជាក្រុមហ៊ុនដែលអភិវឌ្ឍទៅលើកម្មវិធីសម្រាប់វាស់វែងសណ្ឋានដីគ្រប់ប្រភេទដោយប្រើប្រាស់ Drone នៅក្នុងការវាស់និងគណនាពីសណ្ឋានដីនៅថ្ងៃបេសកកម្មចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនោះដែរអុកញ៉ាហុងឆេងឈុននិងប្រតិភូសមាគមក៏បានជួបទស្សនកិច្ចការងារជាមួយក្រុមហ៊ុនសាងសង់លំដាប់កំពូលដ៏ល្បីល្បាញប្រចាំទីក្រុង Atsugi ខេត្ត Kanagawa ប្រទេសជប៉ុនដែលមានអាយុកាលរហូតដល់130ឆ្នាំមកហើយបេសកកម្មទាក់ទាញអ្នកវិនិយោគិនជប៉ុនរយៈពេល5ថ្ងៃនោះអុកញ៉ាហុងឆេងឈុនប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍក៏បានវិតម្លៃខ្ពស់ហើយដាក់ក្តីរំពឹងយ៉ាងមុតមាំថាឆាប់ៗនេះទាំងលោកអុកញ៉ាផ្ទាល់និងលោកអុកញ៉ាអគ្គនាយកក្រុមហ៊ុនធំៗដែលបំពេញបេសកកម្មទៅតាក់មួយវិនិយោគិនជប៉ុននឹងមានលទ្ធផលផ្លែផ្កាជាមួយអ្នកវិនិយោគជប៉ុនមកកម្ពុជាជាក់ជាមិនខានស្រាលស្រទន់ជួបជុំបានយូរ